សូមជម្រាបសួរស្វាគមន៍មកកាន់វីដេអូរៀនដឹកនាំក្រុមលក់ទាំងអស់គ្នាអញ្ចឹងខ្ញុំបានផុសវីដេអូ2 3 4ក៏មានសំណួរមួយពីបងប្រុសដែលធ្លាប់រាប់អានគ្នាគាត់បានឆាតមកសួរនឹងថាតើគួរធ្វើម៉េចអាជីវកម្មមួយលក់លេងដាច់ហើយបាទលក់លេងដាច់ហើយតើគួរធ្វើម៉េចគួរបន្តឬគួរបិទទ្វារអញ្ចឹងពីខ្ញុំចង់ជូនពាក្យបងចង់សុំថែមពាក្យមួយទៀតបន្តបិទទ្វារតែបងអូនសុំថែមពាក្យមួយទៀតក្នុងករណីដែលបន្តចង់បន្តដូចដើមឬក៏បន្តតាមរយៈបង្រួមវាតូចជាងមុនអញ្ចឹងខ្ញុំសូមប្រើពាក្យថាបន្តដោយបង្រួមវាតូចជាងមុនអញ្ចឹងកុំអោយមានតែ2អញ្ចឹងឲ្យមាន3ទៅបាទឲ្យគ្រប់លក្ខខណ្ឌអញ្ចឹងណាបើកាលណា2ធ្វើឲ្យយើងងាយសម្រេចចិត្តពេកអញ្ចឹងកាលណា3ដើម្បីឲ្យយើងទទួលបានមួយក្នុងចំណោម3ហ្នឹងអញ្ចឹងយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកដឹកនាំជើងថ្មីក៏ដោយជើងចាស់ក៏ដោយបងប្អូនមានបទពិសោធន៍កម្រិតណាក៏ដោយក្នុងនាមយើងជាថ្នាក់ដឹកនាំអាជីវកម្មក្តីជាអ្នកដឹកនាំក្រុមលក់ក្តីដឹកនាំអីក៏ដោយឲ្យតែក្រុមរឿងដែលយើងពិបាកធ្វើជាងគេនោះគឺជាការសម្រេចចិត្តពីព្រោះក្នុងនាមយើងជាថ្នាក់ដឹកនាំរាល់ការសម្រេចចិត្តរបស់យើងគឺត្រូវតែប្រុងប្រយ័ត្នទី1ទី2ត្រូវតែសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវខ្ពស់អញ្ចឹងនៅពេលដែលយើងលក់លេងដាច់នៅពេលដែលយើងចង់បន្តយើងត្រូវតែទទួលខុសត្រូវលើចំណាយចំណូលផ្សេងៗនៅពេលដែលយើងចង់បន្តដោយបង្រួមឲ្យតូចយើងច្បាស់ជាបាត់ក្រុមការងារខ្លះត្រូវតែទទួលខុសត្រូវក៏ដូចរៀនធ្វើចិត្តឲ្យហើយក្នុងករណីដែលយើងថាទៅលេងរួចយើងត្រូវការបិទទ្វារយើងត្រូវតែបិទទ្វារដោយទទួលខុសត្រូវអញ្ចឹងរាល់ការខូចខាតផ្សេងៗគឺជាទំនួលខុសត្រូវរបស់យើងអញ្ចឹងជាថ្នាក់ដឹកនាំជាម្ចាស់អាជីវកម្មជាអ្នកដឹកនាំក្រុមលក់ការសម្រេចចិត្តរបស់លោកស្រីមិនស្រួលទេតែសូមឲ្យពិចារណាឡើងវិញមុននឹងសម្រេចចិត្តណាមួយលើកទឹកចិត្តថាកុំសម្រេចចិត្តដោយលឿនពេកថាបិទចោលហ្មងទៅឬក៏បន្តអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងទាំងអស់គ្នាពិនិត្យឡើងវិញមុននឹងសម្រេចចិត្តសូមធ្វើការពិនិត្យឡើងវិញថាស្ថានភាពយ៉ាងម៉េចហើយស្ថានភាពយ៉ាងម៉េចហើយអញ្ចឹងស្ថានភាពគឺជាកត្តាកំណត់នៃអាជីវកម្មរបស់យើងស្ថានភាពជាស្ដេចអញ្ចឹងបើស្ថានភាពយើងលំបាកហើយយើងសម្រេចចិត្តឈប់ភ្លាមសំណួរថាត្រូវអត់ខ្ញុំហ៊ានពោលថាការសម្រេចចិត្តរបស់លោកស្រីជាថ្នាក់ដឹកនាំមិនខុសមិនត្រូវទេវាមានកន្លែងខុសមានកន្លែងត្រូវទេអ្វីដែលសំខាន់រាល់ការសម្រេចចិត្តទាំងអស់គឺយើងទេជាអ្នកទទួលខុសត្រូវវាអញ្ចឹងមុននឹងសម្រេចចិត្តបិទបន្តដោយបង្រួមឲ្យតូចឬក៏បិទទ្វារចោលសូមឲ្យបងពិចារណាចំណុច5សិនណាចំណុច5ចង់ឲ្យពិចារណាចំណុច5បាទមើលទៅលើចំណុចទាំង5ហ្នឹងទី1ស្មារតីយើងជាអ្នកដឹកនាំមិនដែរតែយើងពិតជាចង់បន្តទេឬក៏យើងអស់កម្លាំងអស់ពលំអស់ស្មារតីក្រុមការងារយើងអស់ស្មារតីលេងចង់ទៅមុខហើយពិតជាគាំងមែនហើយពិតជាលេងចង់ទៅមុខហើយអញ្ចឹងយើងអាចធ្វើការរ៉េតបានពី1ដល់5ពី1ដល់5 1អាក្រក់5ល្អបំផុតអញ្ចឹងតើស្ថានភាពរបស់យើងគិតជាស្មារតីរបស់យើងក្នុងការតស៊ូតើមានកម្លាំងតស៊ូទៀតអត់មានកម្លាំងចង់ទៅមុខអត់ចង់រុលទៅមុខអត់ចង់ងើបឈរបន្តចង់ប្រយុទ្ធទៀតអត់អញ្ចឹងបើសិនយើងរកឃើញថារ៉េតមើលទៅពី1ដល់5ហ្នឹងកម្រិតណា level ណាពី1ដល់5អញ្ចឹងបងដាក់បន្ទុកវិសិនមកថាពី1ដល់5មិនដែរស្ថានភាពរបស់យើងស្មារតីរបស់យើងក្នុងនាមជាអ្នកដឹកនាំមិនដែរចង់ទៅមុខចង់ថយក្រោយឬចង់ឈប់ហើយធ្វើការសម្រេចចិត្តទី2សូមពិនិត្យមើលស្ថានភាពទីតាំងអាជីវកម្មរបស់យើងអញ្ចឹងអ្វីដែលយើងកំពុងធ្វើអាជីវកម្មរបស់យើងស្ថានភាពមិនដែរទីតាំងដែលយើងកំពុងចូលជើងអញ្ចឹងមើលឡើងវិញថាមានមនុស្សមាននាឆ្លងកាត់ទៀតទេទី2ក្នុងចំណោមចំណុចពិសេសទី2ហ្នឹងគឺអតិថិជនរបស់យើងតើស្ថានភាពអតិថិជនយើងឥឡូវមិនដែរអញ្ចឹងអ្នកដឹកនាំជាច្រើនថាគុំខ្វល់ពីស្ថានភាពអត់ទេអត់និយាយភាសានឹងបាននៃបច្ចុប្បន្នតើអត់ខ្វល់ពីស្ថានភាពហ្នឹងគឺដឹងតាវេទនាហើយអញ្ចឹងយើងត្រូវស្វែងយល់ថាឬពិនិត្យឡើងវិញឲ្យបានជាក់លាក់ថាអតិថិជនរបស់យើងស្ថានភាពអតិថិជនយើងឥឡូវមិនហើយគាត់នៅតែមានលទ្ធភាពទេគាត់នៅតែមានតម្រូវការប៉ុន្តែសួរថាលទ្ធភាពទៅរួចអត់អញ្ចឹងសូមពិនិត្យឡើងវិញហើយបងធ្វើការរ៉េតឡើងវិញពី1ដល់5តើស្ថានភាពទីតាំងរបស់យើងអតិថិជនរបស់យើងមិនដែរអតិថិជនរបស់យើងនៅតែមានលទ្ធភាពដែរឬអត់បាទទី3សូមពិនិត្យឲ្យជាក់លាក់
មើលរបាយការណ៍ទ្វិញត្មងទៅលើចំណូលចំណាយតែចំណូលចំណាយរបស់យើងមិនហើយតើអាចទប់បានប្រហែលខែទៀតឈោជើងបានប្រហែលខែទៀតស៊ូបានកម្រិតណាឬមានចំណុចណាដែលកាត់បានអត់កាត់បន្ថយបានអត់រួមតាណាមួយបានអត់បើអត់បានឬយ៉ាងម៉េចក៏ដោយសូមបងរ៉េតពី1ដល់5តើស្ថានភាពចំណូលចំណាយរបស់យើងយ៉ាងម៉េចហើយចំណុចទី4ដែលត្រូវពិនិត្យដល់ផលិតផលរបស់យើងតើផលិតផលសេវាកម្មរបស់យើងនឹងមិនដែរកែគុណបានទេអូមកពេលមុនតម្លៃវាអញ្ចឹងហើយឡើងថ្លៃទៀតឬក៏ធ្លាក់តម្លៃបានឬក៏គួរតែបែបម៉េចហើយឬក៏ចេញផលិតផលថ្មីបានទេសេវាកម្មថ្មីបានទេឬក៏ត្រូវតែលក់របស់នឹងដែរឬក៏មានវិធីលក់ clear stock យ៉ាងម៉េចបានទេអស់អាចមានវិធីអត់បើអត់មានទេប្រែតវាមើលទៅស្ថានភាពផលិតផលរបស់យើងមិនដែរក្នុងទីផ្សារប្រកួតប្រជែងអត់អាចយកទៅលក់ទៀតអត់ប្រយ័ត្នផលិតផលយើងវាតអត់រួចដែរអញ្ចឹងយើងអាចរ៉េតពី1ដល់5ដើម្បីស្រួលសម្រេចចិត្តចំណុចទី5ដែលបងមើលចុងក្រោយគឺជំរឿផ្សេងអញ្ចឹងដែលយើងលក់អត់ដាច់សំណួរថាមានជំរឿផ្សេងឧទាហរណ៍កន្លងមកលក់រាយយើងលក់ដុំបានអត់យើងលក់បណ្ដាក់បានអត់យើងលក់បញ្ចុះតម្លៃបានអត់យើងលក់ clear អស់ពី stock បានអត់អាចធ្វើបាននៅហើយនឹងគោលដៅរបស់យើងតែយើងចង់បានមិនជំរឿដែលយើងចង់បានបែបម៉េចហើយគោលដៅដែលយើងចង់បានមិនធម្មតាយើងរស់ស៊ីគឺចង់បានចំណេញសំខាន់តិចច្រើនមិនសំខាន់ទេសំខាន់ត្រូវតែចំណេញអញ្ចឹងបើរស់ស៊ីអត់ចំណេញគួរតែនៅទៀតអត់ខ្ញុំជម្រាបជូនបងត្រង់បើរកឃើញថាកែគុណបានបន្តឲ្យបង្រួមឲ្យតូចប៉ុន្តែបើសិនបើរកឃើញថាទុំមុខអត់រួចត្រូវបញ្ញាប់បិទឲ្យលឿនបំផុតតាមអាចធ្វើទៅបានអត់អាចមនុស្សរ៉ាំរ៉ៃបានទេពីព្រោះនៅពេលដែលបងអស់លីងសួរថាមានអ្នកណាជួយអត់មានទេអញ្ចឹងត្រូវការសម្រេចចិត្តភ្លាមបើរកឃើញថាកែគុណបានបន្តដំណើរទៅមុខដោយបង្រួមឲ្យតូចប៉ុន្តែបើសិនជារកឃើញថាវាទប់ទល់បានទេវាតូលេងរួចហើយវាគ្មានវិធីផ្សេងទេហើយវាស្មារតីលេងចង់ហើយបិទទ្វារទេបងបិទទ្វារឲ្យលឿនបំផុតអត់មានខ្លៅខ្លាចណាគេថាទេពីព្រោះយើងអ្នកសម្រេចចិត្តយើងអ្នកទទួលខុសត្រូវនៅពេលដែលយើងដាច់បាយយើងនៅឯងអ្នករកបាយហូបគ្មានអ្នកណាជួយយើងទេអញ្ចឹងការសម្រេចចិត្តបែបមិនខ្វល់មានអ្នកណាទាំងអស់ពីព្រោះវាជាអាជីវកម្មរបស់យើងអ្នកកំណត់បើលក់អត់ដាច់ហើយតែមានវិធីកែគុណបងត្រូវតែឆាប់កែបើថាកែអត់កើតមានជំរឿផ្សេងទេយើងរ៉េតមើលពី1ដល់5មកជំរឿទី5ដែលបងអូនឲ្យបណ្ឌិតហ្នឹងណាបញ្ជាក់ម្ដងទៀតបើទៅមុខទៀតរួចមានស្មារតីចង់ទៅមុខមានចំណុចដែលកែគុណឆាប់ដើមកែគុណឲ្យលឿនប៉ុន្តែបើរកឃើញថាទៅអត់រួចបញ្ញាប់បិទចោលទៅមិនបាច់ស្ដាយសំណោះអីទេបាទ